តោះបងប្អូនណាខ្លះដែរមានប្រភេទកាតំណនចេះបងប្អូនកុំចោលវាប្រភេទចឹងបងប្អូនអាចយកវាយកទៅដាក់តាមគល់ដំណាំយើងណាបងប្អូននេះហើយតរេនទិញមកថាទិញទុំមានបានទុំណាបានខ្ចីហើយឥឡូវញ៉ាំខ្ចីនឹងអស់ទៅយើងយកសបកវាហ្នឹងយកមកដាក់តាមរោងដំណាំរបស់យើងនេះតាមកាពិតយូរទូទៅខ្ញុំដាក់លើតាមជុំវិញគល់តរេនខ្ញុំអត់ទូចនេះឯងមួយឆ្នាំជាងនោះនេះយើងដាក់ជុំវិញហ្នឹងក៏បានដែរបងប្អូនវាអត់បញ្ហាទេតែវាជាកុំឲ្យដាក់ជាប់គល់ខ្លាចសัตว์ខ្លាចជាមួយវាស៊ីដល់គល់តរេនយើងដាក់ជុំវិញហ្នឹងទៅខ្ញុំតែងតែយកពួកប្រភេទចឹងខ្ញុំដាក់ជុំវិញខ្ញុំមិនដឹងមិនដែរប៉ុន្តែដាក់ជុំវិញចឹងទៅវាមានជ្រាបវាជីពេលវារលួយទៅវាជ្រាបជីចូលក្នុងដីហើយក៏កាត់ទៅជាជីធ្វើឲ្យតរេនយើងហ្នឹងវាលូតលាស់ចឹងណាឬដំណាំយើងផ្សេងលូតលាស់តែកុំឲ្យដាក់ជាប់គល់បងប្អូនដាក់ជាប់គល់អាចមានសត្វស៊ីរហូតដល់ដួងស៊ីដល់ក្នុងគល់ដំណាំរបស់យើងមិនតែប៉ុណ្ណឹងខ្ញុំពិចារណាខ្ញុំដាក់នេះប្រភេទស្លឹកឈើស្លឹកអីខ្ញុំតែងតែកាប់វាហើយខ្ញុំដាក់វានៅជុំវិញគល់ដំណាំរបស់ខ្ញុំអានោះក៏ចឹងដែរបងប្អូនហើយតែចឹងទៅយើងក៏ចាំបាច់ប្រើជីអីក៏បានដែរបងប្អូនមិនបាច់ប្រើជីអីដូចខាងបើសិនយើងអត់មានលទ្ធភាពយើងគិតថាដាំតរេនម្ដងពីរដើមខ្ជិលទៅទិញជីទិញអីដាក់បងប្អូនអាចធ្វើតាមវិធីហ្នឹងបានយកអាស្លឹកឈើដែលយើងកាប់ហើយបងប្អូនស្លឹកឈើកាប់ចោលហ្នឹងព្រោះយើងយកវាមកដាក់តាមគល់ដំណាំរបស់យើងហ្នឹងទៅបើសិនជាតរេនយើងវារៀងខ្សោយរឿងរស្លាប់រអីរងាប់រអីហ្នឹងបងប្អូនគ្រាន់តែជីកជីកដីជុំវិញបងប្អូនតែឆ្ងាយតិចណាកុំឲ្យជិតគល់វាពេកយើងគិតថាដៃនេះមេតរេននេះវាដល់ណាយើងគិតថារឹសវាប្រហាក់ប្រហែលប៉ុណ្ណឹងឯងជុំវិញហ្នឹងដូច្នេះយើងកាប់ឲ្យឆ្ងាយពីហ្នឹងមកចប់ព្រោះយើងយកស្លឹកឈើអស់ហ្នឹងកប់ចូលក្នុងដីហ្នឹងបងប្អូនឲ្យលុបវិញទៅយើងលុបវិញហើយយើងប្រយ័ត្នរឿងទឹកបងប្អូនមើលតាមកុំឲ្យទឹកដក់បងប្អូនលុបជុំវិញហើយយើងកាយវះទឹកឲ្យចេញទៅឆ្ងាយតិចទៅពេលភ្លៀងមកហូរកាត់ចឹងទៅវាហូរវាបានតែឆ្លងកាត់គល់តរេនយើងហើយវាហូរចេញទៅវិញកុំឲ្យវាដក់ទៅដក់ដឹងងាប់ហើយពិចារណាឲ្យតរេនឲ្យតែទឹកច្រើនដក់ទឹកដឹងងាប់បងប្អូនហើយនេះតរេនខ្ញុំដាំមួយឆ្នាំជាងអត់ធំតន់ធំតាណាតែដូចជាចាប់ដើមលាស់ឡើងវិញកាលលើកហ្នឹងរោស្លាប់ម្ដងហើយរងាប់ម្ដងបងប្អូនខ្ញុំស្ដាយជាងគេខ្ញុំច្រឡំកាត់អាមេឃមិនណាមេឃនេះបងប្អូនអើយនេះកាត់មេឃថាគិតថាតែងវាទៅតែងចាំអាមេឃនេះយើងអត់ដឹងណាចេះកាត់ទៅស្ដាយអាមេឃហ្នឹងមួយមេឃប៉ុណ្ណាណីមកទុកវិញប្រហែលជាប៉ុនធំជាងគេជាងឯងមេឃហ្នឹងបាទហើយនោះមកដើមទៀតម្ដងនោះក៏ដាំតាណាគ្នាដែរបងប្អូនលាស់ឡើងវិញរងងាប់ម្ដងហើយដល់ពេលយើងកាប់ជុំវិញទៅហើយដាក់ស្លឹកឈើដាក់ស្លឹកអីជុំវិញទៅហើយចាំតែលាស់ពងឡើងវិញបងប្អូននេះបងប្អូនឃើញវារៀងនេះកំតនអស់ទឹកចិត្តវាឃើញវាជ្រុះស្លឹកទៅបានកំតនអស់ទឹកចិត្តបងប្អូនធ្វើតាមវិធីខ្ញុំសាកលោមើលសិនទៅហើយនេះទិញគេយកមកដាក់12000ណាបងប្អូនមកដើមឥឡូវចាប់ដើមលាស់បងប្អូននេះដល់ងក៏ទិញគេមកឡើងគ្នាឡើងស្វិតរងាប់ទៅហើយឥឡូវស្រាប់តែរស់ឡើងវិញតែមុននឹងដាំបងប្អូនជីកដីជំរៅប្រហែលជា6 7ទឹកអីបន្តបងប្អូនទំហំប្រហែលជាបើបាន1ម៉ែត្រជុំវិញទេយើងបើបានទំហំ1ម៉ែត្រទេយើងបានកន្លះម៉ែត្រក៏បានទំហំវាអានេះក៏ចឹងចាប់ដើមលាស់ឡើងវិញបងប្អូននេះក៏នឹងស្វិតរងាប់អស់ហើយហ្នឹងមើលតិចទៀតចាំដាក់ជីដាក់អីវាឲ្យវារស់ធំជាងហ្នឹងតិចទៀតប៉ុណ្ណឹងបងប្អូនអរគុណច្រើន